東南アジアの国カンボジアは目覚ましい経済発展を遂げる一方で、子どもたちの栄養不良が依然として重要な課題として残されています。私たちファイダーの栄養教育普及事業では、カンボジアの子どもたちが学校で食や栄養について学ぶことができ、より衛生的な環境で健康に育ちながら、大人になった頃には家族に栄養のある食事を作ってあげることができる、そんな未来を目指しながら8年間取り組みを続けてきました。子どもの栄養問題を憂慮するカンボジア教育省は、全国の小学校、中学校、高等学校で新たに保健教育を導入することを決定しました。ですが、国内には1万校近くの学校があり、その全てで新たな科目を同時に開始することは極めて困難だと言えます。そこで私たちはカンボジア中央部に位置するコンポンチャム州のスライセン島郡にある4つの学校をターゲットにして、全国の学校に先駆けて栄養を含む保健の授業を導入し、学校保健活動を実践するモデル校となるように活動を行ってきました。ファイダーは教育省の学校保健局と一緒に保健科目の教科書を執筆して作成したり、先生たちへの研修を行って学校で栄養の授業を行うための土台作りに力を入れてきました。今後、全国の学校で新たに始まる保健教育を通じて、子どもたちは栄養についても体系的に学ぶことができるようになります。栄養教育を行うだけではなく、清潔で健康や環境に配慮した学校にするために保健教室を設置し、水や衛生に関する支援も行ってきました。現在、モデル校ではトイレや手洗い場が設置され、きれいな水を使いながら安全で清潔な学校生活を過ごせる環境が整っています。また、学校の生徒たちが中心となってゴミの分別や学校菜園の管理を進めていけるように、学生グループのアイデアによる自発的な活動も後押ししています。今はこれまでの成果が少しずつ現れています。ក្នុងចំណោមនិយាយទៅថាក្នុងចំណោមដៃគូអវត្តសំខាន់របស់ផ្ទៃធរនេះ FIDO នេះបានធ្វើជាដៃគូមួយគ្រប់ជ្រុងជ្រោយអភិវឌ្ឍច្រើនទី1គឺបរិស្ថានសាលារៀនទី2គឺស្ថានភាពអាហារូបត្ថម្ភទី3បំណិនហើយទី4គឺភាពជាអ្នកណែនាំបរិស្ថានមកតាមពិតសាលារៀនយើងមានបរិស្ថានហើយប៉ុន្តែខ្ញុំនិយាយថាបរិស្ថាននេះវាមិនទាន់បានទៅតាមលំដាប់ដោយហើយទើប FIDO ចូលមកនេះកូនសិស្សយើងលោកគ្រូអ្នកគ្រូយើងក៏ផ្ដល់អិយាបថចឹងចេះស្គាល់សារៈប្រយោជន៍នៃសម្រាមចេះស្គាល់ពីគុណសម្បត្តិនៃសម្រាមយើងបានជាសម្រាមមួយចំនួនយើងមានជីកំប៉ុស្តទៅធ្វើជីកំប៉ុស្តទៅហើយកាត់បន្ថយទៀតសម្រាមដែលជាថង់ស្នោជាថង់ផ្លាស្ទិកជាអីនេះទៅជាសិស្សហ្នឹងលែងយកមកដែរអញ្ចឹងខ្ញុំចាប់ផ្ដើមស្គាល់បរិស្ថានហ្នឹងហើយモデル校の校長や先生たちはこれらの学校の変化を目の当たりにして、より積極的に学校保健活動に関心を持ち実践するようになりました。ការគៀងគរថវិកាដើម្បីយកមកជួយអភិវឌ្ឍសាលារៀនហ្នឹងខ្ញុំយល់ថាវាមានសារៈសំខាន់ហើយមានប្រយោជន៍អញ្ចឹងសាលារៀនមួយបើគ្មានសហគមន៍ចូលរួមទេយើងពិបាកនឹងការអភិវឌ្ឍដោយសារថវិកាដែលយើងសម្រាប់អភិវឌ្ឍសាលារៀនហ្នឹងមានកំណត់បាទហើយមិនគ្រប់នៅតម្រូវការរបស់យើងទេហើយវិធីសាស្ត្រនៃការគៀងគរនេះតាមបទពិសោធន៍របស់ខ្ញុំដែលធ្លាប់បានធ្វើយើងត្រូវធ្វើបន្ទប់ទឹកមួយហើយខ្វះថវិកាអញ្ចឹងដូចជាសាលាខ្ញុំបានផ្ដួចផ្ដើមគំនិត
hai ca con sáu cũ mà năm hai đô mà dược bọc bầu cam tới piêu nhiều đó là phục mại sao dân đó dược đạo rụt thô rồi ấy tới dược họ tam Facebook ấy dân tới nó sập rọt chun đại score dưỡng quạt trầu và hỏi một tiết dương hai ca mà máu dương nhiều từ vừa chỉ ở chân chỉ rụt tầm nòng của côn giống là về miệt đá sơ quạt khơi quạt vài chất đại xa thà dương pi nếu thà vừa côn khơi thơm côn mền hỏi chỉ sai một tiết ông ca đai cú bà ót ông ca đai cú tông rồi bà còn biên ông ca đai cú là dương khióm ót ban văn đăng này cú đại xa ấy đại xa dương khoa kha đôi thôi ra dương ông miền đất khơi so hướng tục sọc hiệp ông đất khơi so hướng nhảy thầm ràm bà ông đất khơi so hướng tắc sạch đó ông ca trầu máu quạt nó quạt này nòm pi tắc sạch quạt chuối đò nó chỉ thông chầm ro thông stop tắc và cuộc xóm năng ông ca về vẹn bồn này thì xã bùng riêng cả người phải chạy tế cứ tăng nhóm tăng lực cứu chết raសម្រាប់សាលាបឋមសិក្សាមណ្ឌបខ្ញុំនឹងខ្ញុំនាយកគាត់ឲ្យខ្ញុំនឹងកាន់ផ្នែកខាងជីកប៉ុស្តិ៍ហើយនឹងសួនបំណិនជីវិតកាលពីយើងអត់ទាន់បានធ្វើអត់ទាន់មានអង្គការ SIDR ជួយសាលាអត់ដឹងថាតើរបៀបធ្វើជីកប៉ុស្តិ៍ហ្នឹងយ៉ាងម៉េចការបែងចែកសម្រាមហ្នឹងយ៉ាងម៉េចដាំបន្លែហ្នឹងគឺយើងអត់ដឹងក្រោយមកអង្គការ SIDR ជួយទៅសាលារៀនមានរោងជីកប៉ុស្តិ៍មានសួនបំណិនជីវិតនៅពេលដែលមានហើយមិនត្រឹមតែមានទេគឺអង្គការបានជួយបច្ចេកទេសដល់គ្រូបានចូលទៅផ្សព្វផ្សាយដល់សិស្សហ្នឹងអាចមានសមត្ថភាពចេះញែកសម្រាមបាទមានការប្រែប្រួលពីដើមដែលគាត់អត់បានដឹងគាត់ហូបផ្ដេសផ្ដាសគាត់ហូបអត់គិតថាអាហារូបត្ថម្ភមិនអាហារូបត្ថម្ភទេគាត់ហូបតាមឃ្លានតាមចង់បាទគាត់អត់គិតថាជាតិអំបិលជាតិស្ករជាតិប្រៃជាតិអីគាត់ចេះទៅពួយបាទតែដល់ឥឡូវហ្នឹងតាំងពីដើមឆ្នាំដែលយើងចាប់ដៃជាមួយអង្គការ SIDR នឹងមកយើងផ្សព្វផ្សាយហើយផ្សព្វផ្សាយទៀតបាទដើម្បីតែសុខភាពក្មេងហ្នឹងចង់ឲ្យក្មេងហ្នឹងមានសុខភាពល្អអញ្ចឹងទៅឲ្យក្មេងហ្នឹងជ្រាបពីម្ដងតិចពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់មកឆ្នាំនេះគឺថាក្មេងយល់ដឹងបានច្រើនក្នុងការទិញហូបបាទបរិភោគហ្នឹងទីទៅមានការប្រែប្រួលច្រើនឥឡូវនិយាយថាការពីមុនអត់ទាន់មានទីមួយបញ្ហាក្មេងវាអាចជួបផលវិបាកច្រើនដូចទីពីព្រលឹមឡើងគាត់អត់ដែរញ៉ាំអាហារពេលព្រឹកទេគាត់ថាព្រលឹមឡើងគាត់មករៀនហើយអញ្ចឹងគាត់តម៉ោងជិញលេងអញ្ចឹងមកគាត់ត្រូវឲ្យញ៉ាំអញ្ចឹងវាអាចទៅមានបញ្ហាជាខ្យល់ទៅជាដួលសន្លប់អីចឹងណាចាជួនកាលទៅគាត់អាចទៅមានបញ្ហាឈឺកាពះឈឺពោះអីច្រើនចាអញ្ចឹងពេលយើងទៅបរៀនទៅក្មេងក៏ពិបាកដែរព្រោះជួនកាលក្មេងថាមកជានឹងថ្មីមិនដឹងថាសុខភាពគេនិយាយពីអីពីព្រោះគេថាសុខភាពមានតែទៅនឹងបញ្ហាសុខភាពថាទៅឈឺទៅនឹងជំងឺអីចឹងណាវាអត់ដឹងថាសុខភាពនឹងចង់និយាយពីអីខ្លះទេដល់ពេលបានមករៀនសុខភាពទៅដំបូងយើងទៅរៀនជាមួយវាជួបជាមួយវាក៏មានផលវិបាកដែរខ្លួនយើងក៏ពិបាកទទួលយកចំពោះក្មេងក៏មានការពិបាកទទួលយកខ្លះដែរតទៅពេលបរៀនយូរទៅណែនាំយូរទៅយើងក៏ទទួលបានចំណេះដឹងច្រើនហើយក្មេងក៏វាដឹងវាចាប់បានវាដឹងថាតើការរៀនមុខវិជ្ជាសុខភាពនឹងមានផលប្រយោជន៍ចេះជួយយ៉ាងម៉េចខ្លះដល់វាសុខភាពវាហើយវាគ្រូខ្លួនឯងហើយនឹងគ្រូយើងអាចប្រាប់ទៅណែនាំទៅលោកគ្រូអ្នកគ្រូផ្សេងទៀតឲ្យគាត់យល់ដឹងបន្ថែមពីតេតឹងសុខភាពថាសុខភាពនឹងវាមានផលប្រយោជន៍អីខ្លះចាបង្រៀនមុខវិជ្ជាអប់រំសុខភាពនេះមានន័យថាយើងដាក់ម៉ោងអប់រំសុខភាពមានទាំងគ្រូមានទាំងសៀវភៅសិក្សាគោលចំពោះមុខវិជ្ជាអប់រំសុខភាពខ្ញុំឃើញថាទាំងសិស្សទាំងគ្រូគាត់ទទួលបានចំណេះដឹងទូលំទូលាយផ្នែកសុខភាពអញ្ចឹងគាត់អាចដឹងពីរបៀបការញ៉ាំអាហារដឹងពីរបៀបអនាម័យប្រចាំខ្លួនប្រាណហើយពិសេសមែនទែនគឺទៅលើបរិស្ថាននៅសាលាអញ្ចឹងមានការខុសប្លែកច្រើនជាងមុនអញ្ចឹងធ្វើឲ្យសាលារបស់ខ្ញុំមានការផ្លាស់ប្ដូរមុខមាត់ថ្មីដែលខ្ញុំមិននឹកស្មានដល់កន្លងមកដែលគាត់ទៅបានចុះជួយហ្នឹងគឺសាលាតេសិនថនហ្នឹងគឺមានការរីកចម្រើនហើយនឹងមានការកែប្រែហើយពួកទាំងដែលគុណភាពសិស្សដែលផ្នែកដែលសិក្សាហ្នឹងហើយនឹងផ្នែកសុខភាពបាទគឺគាត់បានយល់ដឹងច្រើនពួកគាត់បានអប់រំគាត់បាន
ដែលជួយជំរុញទាំងផ្នែកសុខភាពសិក្សាទាំងផ្នែកចំណីអាហារូបត្ថម្ភទាំងការលក់ដូរនៅក្នុងដែលសាលាគឺហាមដែលរបស់ដែលមិនដែលក្រសួងដែលហាមឃាត់ហើយមិនតែប៉ុណ្ណោះគឺជួយផ្នែកខាងអនាម័យបាទផ្នែកអនាម័យដូចជាកន្លែងលាងដៃក៏គាត់ជួយបន្ទប់ទឹកគុណអនាម័យហើយធុងទឹកចម្រោះហើយសួនបន្លែបាទគាត់ជួយនឹងសម្ភារៈជាសិភៅឯកសារផ្សេងបាទដូចជាខាងទូ Smart TV ហ្នឹងគឺគាត់បានផ្ដល់ឲ្យសម្រាប់ដែលម៉ោងសិក្សារបស់សិស្សទៅលើទឹកគ្រាន់តែក្នុងមួយថ្ងៃគឺគាត់ទឹកញ៉ាំពី3ដបទៅ5ដបហើយមួយដប1000ហើយអញ្ចឹងគាត់មានធុងចម្រោះទឹកចម្រោះអីហ្នឹងឲ្យដោយសេរីដោយឲ្យគាត់ហ្នឹងយកតែដបទៅកំប៉ុងបាទពីផ្ទះយកមកហើយវាមិនបង្រៀននឹងសាលាទៀតបាទព្រោះឲ្យធ្វើឲ្យបរិស្ថានសាលាហ្នឹងគឺបានល្អដបធ្វើពីលោហៈដើម្បីដាក់បានទឹកម្ដងហើយម្ដងទៀតហើយកត្តានេះហើយខ្ញុំបានណែនាំឲ្យមិត្តរួមថ្នាក់ផងខ្ញុំមិត្តរួមសាលាផងខ្ញុំយកទៅធ្វើតាមហើយពួកគេសារថាបានផលល្អព្រោះវាអត់សូវចំណាយថវិកាក្នុងនាមខ្ញុំជាក្រុមយុវជនសកម្មខ្ញុំបានណែនាំមិត្តរួមថ្នាក់របស់ខ្ញុំបានណែនាំមិត្តរួមសាលារបស់ខ្ញុំឲ្យយល់ដឹងពីការបែងចែកសម្រាមពីការទុកដាក់សម្រាមពីការហូបចុកម្ហូបអាហារណាដែលយើងត្រូវហូបសាលាក៏ប្រឈប់ឲ្យមានការលក់ដូចជានំកញ្ចប់គ្រឿងកំប៉ុងអីហ្នឹងអត់ឲ្យមាននៅក្នុងសាលាទៀតទេគម្រោងឲ្យបដូរមកលក់ជានំខ្មែរប្រភេទនំខ្មែរវិញនៅក្នុងសាលាជានំកញ្ចប់ទឹកក្រូចទឹកកំប៉ុងអីហ្នឹងក៏ដាក់កែវផ្លាស្ទិកកែវអីមានកញ្ចប់នំផ្លាស្ទិកអីច្រើនអញ្ចឹងពេលសិស្សានុសិស្សហ្នឹងញ៉ាំហើយបោះចោលពេលខ្លះអ្នកខ្លះអត់បោះចោលក្នុងធុងសម្រាមទេគាត់បោះចោលនៅលើដីនៅលើអីចឹងតាមទីធ្លាសាលាអញ្ចឹងវាធ្វើឲ្យបរិស្ថានហ្នឹងវាបាត់បង់សោភ័ណភាពគាត់មកជួយដូចជាតកតទៅនឹងការគ្រប់គ្រងសម្រាមនៅក្នុងសាលាកុំឲ្យមានសម្រាមនៅក្នុងនឹងទៀតហើយក៏ជួយមកអប់រំចឹងឲ្យញ៉ាំនំខ្មែរញ៉ាំអីចឹងកុំឲ្យញ៉ាំនំកញ្ចប់អីទៀតបន្ទប់នឹងមានសារៈសំខាន់សម្រាប់សាលាដោយសារបានជួយខ្ញុំនិងមិត្តភ័ក្តិទាំងអស់នៅក្នុងសាលាហ្នឹងបានតាន់ពេលវេលាហើយនៅជំងឺក្រសាពេលតាន់បង្កើតឲ្យទៅឈឺអីតិចទៅទៀតហើយយកមកសម្រាប់នេះយើងមានគ្រូប្រចាំការបាទគ្រូប្រចាំបន្ទប់អប់រំសុខភាពហ្នឹងបាទដូចស្រីលោកស្រីនេះជាការរងគ្រូថ្នាក់ទី6អញ្ចឹងនៅក្បែរនឹងជាការគាត់ជួយមើលទៅទីសិស្សថ្នាក់ទី1គាត់មានបញ្ហាទី2ទី3មានបញ្ហាមកសម្រាប់ទៅតែគ្រូនោះគាត់បរៀនធម្មតាអញ្ចឹងពេលសិស្សហ្នឹងវាស្វាងវាអាចរៀនបានយើងនាំទៅរៀនវិញទៅរួមទាំងសហគមន៍ជាមួយនឹងសាលាផងដែរយើងឃើញថាយើងបានរៀបចំកន្លែងមួយសម្រាប់ថែទាំសុខភាពដល់សិស្សនៅក្នុងនោះគឺការផ្ដល់យោបល់អំពីការថែទាំសុខភាពការផ្ដល់ពីការហូបចុកក៏ដូចជាការថែទាំនៅពេលដែលគាត់មានបញ្ហាជំងឺផងដែរការរៀបចំទាំងអស់នេះយើងឃើញថាមានការរៀបចំសហការរវាងសាលាគណៈគ្រប់គ្រងសាលាក៏ដូចជាអង្គការដែលបានរៀបចំឡើងសម្រាប់ធ្វើម៉េចឲ្យការងារសុខភាពរបស់សិស្សនេះគឺបានល្អជំរុញឲ្យសិស្សរបស់គាត់នឹងបានញាក់រលឹកហើយពីមួយចំនួនទៅចំនួននឹងគាត់នឹងយល់ដឹងអំពីសុខភាពអប់រំសុខភាពសំខាន់ណាស់អេរិយាប័ត្រក្នុងការរស់នៅគាត់ដូចជាគាត់ពិសាទឹកឲ្យបានច្រើនចំណីអាហារដែលមិនឲ្យប្រៃពេកកុំឲ្យផ្អែមពេកចំណីអាហារដែលមានជាតិគីមីដែលជាប៉ះពាល់ដល់សុខភាពនិងប៉ះពាល់ដល់អនាគតរបស់គាត់ផងដែរ生徒たちは保健や栄養について学び始めたことでその大切さに気づき始めていますこのような変化はカンボジア政府や教育関係者の目にも留まるようになり地域の人たちからも協力を得る機会が増えましたសកម្មភាពនេះបាទវាអាជ្ញាធរគ្រប់គ្រងនិងទាំងស្រុងបាទពីព្រោះវាជាគំរូល្អអ្វីបើតែអង្គការនេះជួយបាន4សាលាប៉ុន្តែវាជាគំរូទៅដល់សាលាផ្សេងទាំងអស់នៅក្នុងស្រុកព្រៃនថៅនេះខ្ញុំសូមអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ដៃគូអភិវឌ្ឍក្រសួងពាក់ព័ន្ធហើយនឹងជាពិសេសសមាគមមេដាបេដាសិស្សផ្នែកឯកជនទាំងអស់ចាដៃគូអភិវឌ្ឍទាំងអស់ហ្នឹងគឺមេត្តាជួយចាចូលរួមដើម្បីលើកកម្ពស់សុខភាពតាមសាលារៀនこのプロジェクトを通じてまかれた種がいずれ大きな実を結びカンボジアの子どもたちが健やかに成長しより良い未来につながることが私たちの願いです。